ក្នុងថ្ងៃនេះទី10ខែមីនាឆ្នាំ2026ខ្ញុំគណៈអាត្មាភាពភិក្ខុវិរិយមុនីសួមកុសលបានចាត់ចែងនៅនំទាំងពីរនេះជានំបណ្ឌិតមានរូបសម្ផស្សក៏ស្អាតដើម្បីប្រគេនដល់ព្រះវិសុទ្ធវង្សពេជ្រសៀកដែលជាថ្ងៃខួបគម្រប់28ព្រះវស្សានៃការសាងព្រះភ្នួសរបស់លោកហើយព្រះឧបជារបស់ព្រះវិសុទ្ធវង្សគឺលោកឪព្រះអន្តមនីអុកមុតអតីតព្រះមេគុណខេត្តបាត់ដំបងជាព្រះឧបជារបស់លោកគ្រូអញ្ចឹងនំនេះគឺឧទ្ទិសចំពោះព្រះឧបជាព្រះអន្តមនីអុកមុតមិនមែនសូមបញ្ជាក់ថាលោកគ្រូមិនមែនជាព្រះឧបជារបស់ខ្ញុំកណាទេហើយលោកឪព្រះអន្តមនីអុកមុតនេះក៏មិនមែនជាព្រះឧបជារបស់ខ្ញុំកណាដែរតែដែលខ្ញុំកណានឹកឃើញប្រកេននំដល់លោកគ្រូនេះទី1គឺនឹកឃើញដល់គុណលោកឪព្រះអន្តមនីអុកមុតទី2គឺដើម្បីប្រកេនដល់លោកគ្រូឲ្យលោកគ្រូបានឧទ្ទិសទៅដល់ព្រះឧបជារបស់លោកគ្រូនិយាយទៅគឺថាបានលោកគ្រូនឹងឯងមានឱកាសបំពេញបន់យកនំនឹងបំពេញបន់ឧទ្ទិសប្រកេនចំពោះព្រះឧបជារបស់លោកគ្រូខ្លួនឯងផ្ទាល់ឆ្នាំ98ឆ្នាំ1998ខែ3ទី10បានតាបជានៅទីអារាមវត្តក្ដុល6ព្រះអង្គនៅសល់2អង្គណាបព្វជិតបង6អង្គប៉ុន្តែសពថ្ងៃនៅសល់តែ2ទេ2ទេហើយលោក8ជាងហើយ2ហ្នឹងមួយអង្គទៀតបញ្ជន8ជាងមានលោកគ្រូក្មេងជាងគេហើយកាលដែលនៅបួសនោះគឺល្អៅលោកនៅគោរមងារព្រះគ្រូពុទ្ធរស្មីអុកមុតកណាជាព្រះអនុគុណស្រុកស្វាយប៉ោសពថ្ងៃណាសពថ្ងៃជាព្រះអន្តមនីអុកមុតព្រះសង្ឃកិច្ចកោសលព្រះមេគុណខេត្តបាត់ដំបងក្រុងបាត់ដំបងបដូរកាលនោះល្អៅលោកអត់តាន់ឡើងព្រះមេគុណទេតែដល់2001បានល្អៅលោកឡើងជាព្រះមេគុណហើយមានក្រុមងារជាព្រះសង្ឃកិច្ចកោសលនឹងកណាហើយលោកគ្រូមានពាក្យពេចន៍អីយ៉ាងណានៅក្នុងការនឹករលឹកទៅដល់ព្រះគុណរបស់លោកឧបការៈគុណរបស់ល្អៅដែលជាព្រះឧបជាដែលសារលោកបានទទួលអនិច្ចធម្មពីលោកនេះទៅកាន់លោកខាងមុខហើយចំថ្ងៃដែលត្រូវសាងបព្វជិក៏នឹករលឹកចំពោះព្រះគុណរបស់ល្អៅក៏រៀបចំចាត់ចែងប្រគេនចង្ហាន់ប្រសង់ក្នុងវត្តពោធិវង្សដើម្បីទិសកសលដល់បព្វបុរសទាំងឡាយមានមេដាបៃតាជាពិសេសគ្រូអាចារ្យទាំងឡាយមានព្រះឧបជានេះជាដើមដើម្បីបានបនបានកសលហើយក៏ប្រគេនចង្ហាន់ប្រសង់ក្នុងវត្តពោធិវង្សដោយបានទទួលដំណឹងនឹងព្រះអាចារ្យវិរិយមនីសូមកសលចៅអធិការវត្តព្រៃក្រូចលោកមានសេចក្តីជ្រះថ្លាលោកបានធ្វើនំមកប្រគេនដល់ខ្ញុំកណាដើម្បីចាឈ្មោះល្អៅដាក់ថាឧទ្ទិសចំពោះព្រះឧបជាអុកមុតណាសូមបនកសលនេះសម្រាប់ដល់បព្វបុរសទាំងឡាយមេដាបៃតាជាដូនជីតាមានព្រះឧបជានេះជាដើមសូមបាននៅសម្រាប់នៅបនកសលគ្រប់យ៉ាងដែលយើងបានសាងបានបំពេញអរិយពេលចំនួន28ឆ្នាំកណាសូមត្រេកអររីកអនុមោទនាជាពិសេសបនកសលទេវតាថែរក្សាក្នុងលោកជាពិសេសទេវតាថែរក្សាទីវត្តពោធិវង្សទាំងមូលសូមទេវតាទាំងអស់នោះត្រេកអររីកអនុមោទនាបនកសលឲ្យជួយពិភាករក្សាពិបាលដល់កងកម្លាំងប្រដាប់អាវុធជាពិសេសវរៈកងទ័ពនៅជ័យដែនមិញផ្ញើថវិកាទៅគាត់ដើម្បីចាត់ចែងជាពិសេសតង់ជាទីជំរកទឹកហើយនឹងគ្រឿងបរិភោគផ្សេងៗស្រេចទៅកាត់អ្នករៀបចំចាត់ចែងជាចង្ហាន់ភោជនមានសាច់ជ្រូកទេអីស្រេចទៅកាត់ទៅបានផ្ញើលុយទៅហើយនៅទិសឧត្តរមានជ័យកណានៅខាងស្រុកប្រទេសពេលទិសថ្មដូនកណាចាត់ចែងនឹងសូមបនកុសលនេះសម្រាប់ដល់លោកចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទគ្រប់រូបត្រេកអររីករាយនឹងបានចំណែកបនកុសលឧទ្ទិសផលជូនចំពោះបុព្វការីជនរបស់យើងគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាសាធុហើយសូមបញ្ជាក់ថានំនេះនំមែនតេនអាចបរិភោគបានឃើញតែវាស្អាតយ៉ាងនេះមែនតែមិនមែនទៅប្រគេនព្រះសង្ឃក្នុងសាលាឆាន់ឡើយមិនមែនបានន័យថានំជោទេគឺជានំពិតមែនហើយស្អាតសូម្បីតែខ្ញុំកណាអាត្មាខ្លួនឯងនេះឃើញហើយបើគេប្រកេនឆាន់ក៏ហ៊ានឆាន់ដែរព្រោះឃើញវាស្អាតពេកហើយលោកគ្រូអាចបញ្យល់ក្រែងលោមានញាតិញោមអត់យល់អំពីពាក្យថាឧបជានឹងយ៉ាងម៉េចគ្រូអាចបញ្យល់បានខ្លះទេពីពាក្យថាឧបជាប្រែតាមបាលីមកថាអ្នកសម្លឹងមើល
ឬក៏ថាអ្នករំពេងមើលតោធំរបស់អន្តេវាស័ក កណាទេ យើងនិយាយពាក្យសាមញ្ញសំហ្នឹងគេថាគ្រូអាចារ្យអ្នកបំបួស កណា ឧបជានឹងអ្នកបំបួសបើយើងនិយាយតាមភាសាបាលីថាអ្នកតាមសម្លឹងមើលតោធំរបស់អន្តេវាស័កក្រៅពីបានបួសហើយក ណាហើយបើយើងអាចឲ្យអត្ថន័យថាស្មើនឹងឪពុកម្ដាយរបស់អ្នកបួសបាន បង្កើតទី កណា 2ឪពុកបង្កើតទី1អ្នកបំបួសយើង ឪពុកម្ដាយ ទី1អ្នកបង្កើតរូបរាងកាយឲ្យឃើញពលឺថ្ងៃដល់ពេលឧបជាគឺឪពុកម្ដាយបង្កើតឲ្យបានឃើញពលឺព្រះធម៌ដែលយើងបានជ្រកស្នាក់អាស្រ័យក្រោមម្លប់នៃពុទ្ធសាសនានេះអាស្រ័យដោយសារគុណលោកពាក្យបុរាណលោកតែនិយាយថារលឹកដល់គុណគ្រូអាចារ្យក ណា ចាប់ដៃឲ្យធัวកេសាសក់ជាដើមកណា ឧបជាយាចារ្យ កណា ឧបជានឹងអាចារ្យ អាចារ្យក ណាអញ្ចឹងពាក្យពេចន៍មានប៉ុណ្ណេះឯង កណា ជាចុងក្រោយ ពោះឧបជាជាទីនឹកឲ្យលើកដល់ក្រៃលែង ចង់បនលោកគ្រូថ្ងៃនេះគឺមានគុណរបស់ព្រះឧបជាជាអារម្មណ៍ កណា ណាអញ្ចឹងសូមគណៈគុំចាស់ញាតិញោមត្រេកអរអនុមោទនី សាធុ